บสู้อมពុំមានទាំងអស់គ្នាតែនេះចង់បង្ហាញអំពីការធ្វើដំឡូងបំពងនិងចេកឆាបនិងមានថ្នាំពេទ្យទីមទួជូនទៅដល់បងប្អូនកងទ័ពតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតោះអមពុំមានទាំងអស់គ្នាខ្ញុំចេញដំណើរទៅហើយធ្វើនៅមុខបងប្អូនទាំងអស់គ្នាមានទីស្នាក់ការមួយសម្រាប់ធ្វើអីបងប្អូនលើបបាក់ដល់ហើយនេះបងមានដូចជាចេកខ្ចីនិងដលងត្រាវនេះមានប៉ុណ្ណឹងបងប្អូនបងខ្ញុំចាប់ផ្ដើមក្រាលហើយនៅបងខ្ញុំមិនតាន់មកដល់ទេគាត់ទៅទិញអីវ៉ាន់ថែមបងចាប់ផ្ដើមគាត់រៀបហើយមានចេកនេះក៏ដាក់អស់ហើយបងប្អូនញ៉ាំទៅខាងកងទ័ពចាពូចាពូយើងតើមានអ្នកផ្ដើមជួយគ្នាបរិយាតិចយើងកុំចាំបាច់ថាអូមកមានគេជួយធំហើយយើងបាច់ទេកុំអញ្ចឹងយើងបងប្អូនខ្មែររួមជាតិយើងជួយគ្នាបានម្នាក់តិចចាពូយើងមិនហូបគេជួយមួយថ្ងៃហ្នឹងហូបមួយថ្ងៃហ្នឹងណាគាត់មិនដឹងថាគាត់ត្រូវប្រឈមមុខបានថ្ងៃផងចាខ្ញុំខ្លាចតែតូចអុយត្រែនៅរុស្ស៊ីចាយើងទៅកន្លែងធ្វើការបានទៀតបាទឥឡូវគាត់ចាំជួយស្រាបដែរស្លាបបងមានផងទេអូនមានលេខអានេះហីbọn này thì nó rồi thấy tầm ổn mình on định vô lưới đây tao màu đây rồi nàyពីបាក់យើងជួយគ្នាបានចាបងមានតែដំឡូងចេកត្រាវខ្ញុំធ្វើតែដំឡូងចេកត្រាវទេដាក់ទៅអាហារសម្រាប់ណាបងចាតាមបានមានអត់មានបបទេបបទៅឆាផ្សេងទៀតមិនឃើញគាត់ធ្វើឆាដែរតែនៅតំបន់យើងនេះបងគាត់ចង់ធ្វើដែរតែគាត់ជាដំឡូងហើយអត់ទៅមានអ្នកជំនាញខាងបងបបហ្នឹងអត់ពីទេបងចាហើយរួមជាងគីឡូយ៉ាងមានបងប្អូនផ្សេងគាត់ធ្វើនេះធ្វើនោះយ៉ាងម៉េចក៏បានរួមគ្នាចាបងចាបងគីឡូจะមានពណ៌សពណ៌ស្វាយបងតែដល់ពេលចាំពណ៌សមើលអត់ទៅឃើញអត់ឃើញណាពណ៌សបងនេះគេថាពិបាកកងជាងអានោះទៅនេះពណ៌សបានមកធន់ហើយចោលតាបានទេទិញដៃមួយចាំទិញខ្ញុំយកទៅមកចាពុក
ពួកម៉ែបងប្អូនអរគ្នាឥឡូវពួកខ្ញុំទៅតាមឆាប់ជីកបញ្ចប់ចេះសម្រាប់បងប្អូនពីដាក់កងគ្រប់យើងហ្នឹងហើយនឹងបងជូនគឺស្តាប់បងប្អូនហើយឥឡូវហ្នឹងក៏ទទួលបានជំនួយបន្ថែមទៀតដែរបងប្អូនចឹងខ្ញុំចាប់តាមរៀបចំទៅទិញបន្ថែមទៀតហើយនេះបងប្អូនស្រីខ្ញុំគាត់ជួយរៀបចំឆ្នាំណាបងប្អូនហើយនេះគឺកម្មវិធីបងពូមីងបងប្អូនម៉ាក់ខ្ញុំបងខ្ញុំមីងខ្ញុំអីហ្នឹងគាត់មកជួយធ្វើដលងអស់គ្នាឥឡូវហ្នឹងដលងអត់តាន់បានមកដល់ទៀតទេពួកខ្ញុំទិញថែម100គីឡូទៀតហើយបងប្អូនតែអត់តាន់មកដល់ឥឡូវយើងធ្វើបរាចឹងបងប្អូនចាពុកម៉ែបងប្អូនឥឡូវហ្នឹងខារៀបចំឆ្នាំផងយើងអត់តាន់ហើយទេបងប្អូននៅបន្តទៀតហើយសម្រាប់ដលងក្រៀមយើងធ្វើបានទឹកតែបានប៉ុណ្្នេះក៏ចប់ទេប៉ុន្តែនៅប្រហែលជា100ជាងគីឡូទៀតបងប្អូនឥឡូវពុំតែចិត្តបន្តហើយចានេះបងប្អូនខ្ញុំមីងពូអីគាត់មកអស់ហើយខ្ញុំនោះមកថ្ងៃទៀតបងប្អូនហើយខ្ញុំមិនចាប់តាមលើសញ្ញាបត្រហើយពួកគាត់ជួយគ្រប់គ្នាណាបងប្អូនហើយឥឡូវឡើងផ្ទះ3ហើយបងអត់ទាន់ទេបងប្អូនចាឥឡូវបងប្អូនដល់គ្នាឥឡូវម៉ោងប៉ុន្មានទេបងហើយ6ណាបងណា6ជាងហើយពួកខ្ញុំអត់បានឈប់ទេនៅជាឆ្នាំពេទ្យបន្តជូនបងប្អូនបន្ថែមទៀតហើយនឹងម៉ាក់មីងបងអីនៅបន្តចិត្តដលងឡើយឯងបងប្អូនអត់ទាន់ឈប់ទេឥឡូវបានពីអ្នកបងស្រីគាត់ជួយនៅច្រើនណាបងតាមពេទ្យអត់ទាន់អស់ហើយណាបងបើសិនជាបងនៅតែបន្តជួយពួកខ្ញុំនៅធ្វើបន្តទៀតអត់ទាន់ចប់ត្រឹមថ្ងៃហ្នឹងទេតែនេះភាសាថាជំនួយត្រឹមថ្ងៃហ្នឹងខ្ញុំបញ្ចប់ត្រឹមយប់ហ្នឹងបងប្អូនតែអត់ដឹងថាម៉ោងប៉ុន្មានទេឥឡូវរៀបបរាសិនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាលាយអញ្ចឹងបងប្អូនមកចិត្តផលហើយឥឡូវហ្នឹងខាងបងគាត់ចេះធ្វើការគាត់មកជួយច្រើនសូម្បីតែលោកយាយវិធានភូមិគាត់ជិះមកដែរច្រើនបងប្អូនយកសាំតោហើយពេលថ្ងៃអត់សូវមានអ្នកជួយសារតែពួកគាត់ធ្វើការអង្គមកឆ្ងាយបងប្អូននៅបន្តចិត្តទៀតគាត់ចប់